នៅក្នុងអតីតកាលកន្លងផុតទៅក្នុងរាជការព្រះបាទច័ន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែកនៅគ្រិស្តសករាជឆ្នាំ1502ការចំនួននោះស្រុកខ្មែរជាចំណុះសៀមនៅឡើយតែងតែនាំសួយអាករឡើងទៅស្រុកសៀមព្រះចៅសៀមចាត់ព្រះរាជាបុត្រាមួយអង្គមាននាមមិនពិតប្រាកដឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវធ្វើជាអ្នកត្រួតត្រាខាងពន្ធអាករគ្រប់យ៉ាងក្រែងលោស្ដេចខ្មែរមានចិត្តមិនត្រង់បំបត្តិសួយអាករយកទៅមិនអស់ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់មានចិត្តមិនត្រង់នឹងរាជការដោយប្រការណាមួយទើបប្រើរាជបុត្រមកនៅទីនេះដើម្បីជំនួសព្រះនេតព្រះអង្គចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វថ្មាតមួយថ្មាតនោះមានមារយាទចេះដឹងប្រហែលមនុស្សជាសត្វខុសដឹងពីសត្វដទៃចេះស្រឡាញ់ម្ចាស់នាំសារទៅមកស្រុកខ្មែរទៅស្រុកសៀមដោយសម្ងាត់ថ្ងៃមួយព្រះបាទច័ន្ទរាជាមានព្រះតីថាព្រះចៅលោកមិនទុកព្រះតីយើងហើយបានជាចាត់ព្រះរាជបុត្រឲ្យមកមើលផ្ទាល់ណាមួយព្រះរាជបុត្រនោះមានការរំលោភបំពានមិនមានសេចក្តីកោតក្រែងបង្គាប់ឲ្យនាំសួយឡើងនគរខ្លួនហួសហេតុទ្រង់តូចព្រះហឫត្រីខ្លាំងណាស់ពុំទ្រាំមិនបានក៏បង្គាប់ពេជ្ឈឃាតឲ្យចាប់ព្រះរាជបុត្រសៀមនោះយកទៅសម្លាប់ចោលនៅក្នុងព្រៃពេលយប់ឯសត្វថ្មាតនោះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់ខ្លួនហើរចុះហើរឡើងរកឃើញខ្មោចក្នុងព្រៃថ្មាតឃើញព្រះតម្រង់វាស្គាល់ច្បាស់ជាម្ចាស់វាក៏ចឹកពំព្រះតម្រង់នោះទៅស្រុកសៀមថ្វាយព្រះបិតាព្រះចៅតូតឃើញព្រះតម្រង់ទ្រង់យល់ថាព្រះរាជបុត្ររបស់ទ្រង់ដល់ទីបង្គត់ហើយរឿងនេះពិតជាស្ដេចខ្មែរជាអ្នកសម្លាប់ទ្រង់ខឹងជាខ្លាំងកោះប្រជុំសេនាបតីមួយរំពេចនោះព្រះមានបន្ទូលប្រាប់តាមរឿងរួចបង្គាប់ឲ្យលើកទ័ពមកសងសឹកស្ដេចខ្មែរវិញហើយមានព្រះបន្ទូលថាត្រូវតែសម្លាប់ព្រះច័ន្ទរាជាព្រមទាំងញាតិសាលោហិតទាំងពួកសេនាបតីហើយរឹបអូសយកទ្រព្យសម្បត្តិនិងគៀបពួករាជមកស្រុកសៀមឲ្យអស់កុំឲ្យសល់ពួកកងទ័ពចេញមកដល់បន្ទាយលង្វែកចូលឡោមព័ទ្ធចាប់ព្រះបាទច័ន្ទរាជាសម្លាប់ព្រមទាំងចំណែកព្រះអង្គប៉ែនជាស្នំក៏ភៀសខ្លួនអំពីគ្រោះថ្នាក់ជាមួយនឹងសេនាមឿងហៅថាអ្នកតាឃ្លាំងមឿងព្រមទាំងភរិយានិងបុត្រ4នាក់ទៀតពួកកងទ័ពសៀមគៀសមនុស្សអំពីស្រុកខ្មែរដោយទាំងព្រះអ្នកមនាងទៅជាមួយផងព្រមទាំងរាជទ្រព្យមានវិញ្ញាណឥតវិញ្ញាណចំណែកមេដំរីសមួយមានកូននៅក្នុងពោះឈ្មោះជំទាវប៉ាប៉ៃដែលត្រូវជាព្រះទីនាងដ៏ប្រសើរត្រូវពួកសៀមគៀសយកទៅដែរពួកសៀមចំនួននោះមានក្តីព្យាយាតធ្វើបាបខ្មែរអស្ចារ្យណាស់ចាប់មនុស្សដោយត្រឹកជាដឹកយកទៅដោយសត្វធាតុសេនាមានកូនខ្ចីចាប់ច្រកការ៉ុងឲ្យដំរីជន់វាលែងតែមានកូនក្នុងផ្ទៃប៉ុណ្ណោះលុះដល់ស្រុកខ្មែរសៀមនាំសេចក្តីទៅថ្វាយព្រះចៅដោយសពគ្រប់ដោយសេចក្តីសងសឹកបានសម្រេចដោយប្រាថ្នាព្រះចៅទ្រង់បង្គាប់ឲ្យយកពួកខ្មែរទាំងអស់នោះទៅនៅមួយក្រុមចិត្តក្រុងហើយសន្មតឲ្យឈ្មោះថាក្រុមខ្មែរអ្នកត្រូវចំណែកអ្នកមនាងប៉ែនហាក់ជាស្រីមានបុព្វវាសនាទុកណាជានាងទទួលគ្រោះថ្នាក់ដោយសៀមយកទៅយ៉ាងណាក៏ដោយនាងគង់នៅជាមួយស្រីប្លែកអំពីស្រីអាទៀតដោយអំណាចកូនដែលនៅក្នុងគរជាមួយមានឥតមហិទ្ធិឫទ្ធិបុណ្យក៏បណ្ដាលឲ្យអ្នកចិត្តខាងមានចិត្តតូចទន់រាប់អានស្រឡាញ់ជួយឧបត្ថម្ភជួយយកអាសានីគ្រប់យ៉ាងលុះនាងមានគរគ្រប់ខែក៏ប្រសូតបុត្រដោយសុខសប្បាយអ្នកចិត្តខាងទាំងប្រុសស្រីជួយថែផ្ដល់ទឹកត្រជាក់ទឹកក្តៅអ្នកណាក៏មកមិនមានខានដោយអំណាចគុណតេជះបារមីទារុនោះលុះដល់ប្រសូតបាន3ថ្ងៃពួកក្រុមញាតិមូមាត់គ្នាឲ្យឈ្មោះកូននោះថាឧតេនចំណែកមេដំរីស
ជាព្រះទីនាងក៏កើតកូនក្នុងផ្ទៃដំណាលទារកនោះដែរតែមេដំរីនោះផ្ដាច់ខ្សែទៅកើតកូននៅក្នុងព្រៃឆ្ងាយលាក់មិនឲ្យអ្នកណាដឹងឡើយដល់រាប3ថ្ងៃទើបនាំកូនមកទីកន្លែងឡើងវិញកូនដំរីនោះមានពណ៌សម្បុរព្រមទាំងរូបរាងប្លែកពីដំរីធម្មតាអ្នករក្សាដំរីនោះនាំដំណឹងទៅក្រាបទូលព្រះចៅសពគ្រប់ព្រះចៅពេញហឫទ័យណាស់ដំណាលពីកុមារអូតេនលុះបាន5ឆ្នាំដឹងសេចក្តីខុសត្រូវខ្លះនឹករកមាតាសួររកម្ដាយថាឪពុកខ្ញុំនៅទីណាពុំដែលឃើញក្មេងគេឯទៀតមានម្ដាយឪពុកខ្ញុំមិនឃើញមានឪពុកដូចគេម្ដាយការបើកូនសួរដូច្នេះនាងណែក្នុងទ្រូងអួលអាក់ខ្លោចសារនិយាយប្រាប់កូនមិនរួចក៏និយាយបងឡែបបន្លល់វិសទៅកុំឲ្យកូនសួរទៀតពីព្រោះខ្លាចក្រែងរឿងនោះលាក់មិនចិត្តដឹងដល់នៅសេចក្តីអន្តរាយនៃជីវិតកូនចេះតែសួររកនាងក៏និយាយបងវ៉ែដានមិនឲ្យសួរបានដល់រាបកូននោះបាន12ឆ្នាំថ្ងៃមួយនាងថាកូននោះខានប្រាប់ពុំបានក៏នាំកូននោះទៅទីកន្លែងស្ងាត់ពីអ្នកដំណើររឿងរាវតាំងពីដើមរហូតដល់ចប់កូនស្ដាប់ដល់បានសេចក្តីសពគ្រប់ប្រាប់ម្ដាយឲ្យទ្រាំសិនចោះកូននឹងរកមធ្យោបាយមួយដើម្បីនឹងវិលទៅនគរវិញចំណែកកុមារអូតេនចាប់ផ្ដើមតាំងពីថ្ងៃបានស្ដាប់ពាក្យម្ដាយមកក៏ខំស្វែងរករៀនសូត្រវិជ្ជាគ្រប់យ៉ាងមានអក្សរជាដើមកុមារអូតេនជាកុមារឆ្លាតវៃអង់អាចក្លាហានប្លែកពីកុមារធម្មតាថ្ងៃមួយកុមារអូតេនចូលទៅសែបគប់នឹងពួកវងដំរីសុំខ្លួនជាអ្នកបម្រើដំរីក្នុងរោងដំរីដើម្បីរៀនវិជ្ជាខាងមកដំរីឲ្យស្ទាត់ថ្ងៃមួយព្រះចៅស្ដេចយាងមកតតរោងដំរីឃើញកុមារនោះធ្វើទង្វើនេះធ្វើនោះដោយយកចិត្តទុកដាក់រហ័សរហួនវៀងវៃមានព្រះបន្ទូលសួរថាក្មេងនេះមកពីណាមកដំរីក្រាបទូលថ្វាយដំណើរដោយសពគ្រប់ទ្រង់ពេញហឫទ័យមានបន្ទូលថាចូលមើលក្មេងនេះផងចាប់ដើមពីថ្ងៃនោះមកកុមារខំយកចិត្តទុកដាក់ធ្វើការដោយម៉ត់ចត់បោសប្រមូលអាចដំរីដើម្បីយកទៅដាំស្ពៃក៏មានគុំចម្លែកអំពីស្ពៃអ្នកស្រុកធម្មតាលុះស្ពៃនោះធំល្មមដកកុមារអូតេនដកទៅលាងយ៉ាងស្អាតវែកយកទៅថ្វាយព្រះចៅទ្រង់តូចឃើញមានបន្ទូលថាណែកុមារឯងនេះបានស្ពៃនេះមកពីណាប្លែកពីស្ពៃធម្មតាកុមារក្រាបទូលតាមដំណើរសពគ្រប់ព្រះចៅទ្រង់ប្រទានរង្វាន់និងមុខងារជាអ្នកត្រួតត្រាខាងមកដំរីជាកូនមេដំរីឈ្មោះជំទាវប៉ាប៉ៃដែលជាទីនាងប្រសាររបស់ព្រះចៅសៀមក៏ស្រាប់តែចុះព្រេងក៏មានអាកប្បកិរិយាប្រក្រតីកាយសាហាវមិនព្រមស្ដាប់បង្គាប់អ្នកមកដំរីសោះមិនមានអ្នកណាអាចដឹងបានថែមទាំងធ្វើបាបអ្នកស្រុកបោះរូផ្ទះសម័យផ្អើលជ្រុលច្របល់រត់ខ្ជះខ្ចាយចោលទីលំនៅរៀងខ្លួនពួកអ្នកគង្វាដំរីនាំសេចក្តីទៅទូថ្វាយព្រះចៅសៀមទ្រង់បានចាត់ស៊ើបសួរអ្នកណាដែលជាអ្នកក្លាហានហ៊ានទៅចាប់ដំរីនោះបានវិញពេលនោះកុមារអូតេនឆ្លើយថាខ្ញុំហ៊ានទទួលចាប់ដំរីនោះបានទើបទ្រង់ប្រគល់ការទៅកុមារអូតេនចាត់ការយ៉ាងឲ្យឆាប់បានព្រះទីនាងនោះអូតេនបង្គាប់ឲ្យប្រមូលដំរី500ដើម្បីនឹងរើសយកដំរីមួយដើម្បីយកដំរីណាគួរត្រូវយកដើម្បីធ្វើធ្នាក់ទើបរើសយកមេដំរីឈ្មោះជំទាវប៉ាប៉ៃពេលនោះចេញទៅចាប់កុមារអូតេនបង្គាប់ឲ្យរៀបពិធីបួងសួងអធិកអធមអ្នកស្រុកផ្អើលមកមើលពីពេញពីដាស់លុះសែនព្រេងរួចកុមារអូតេនបង្គាប់យកចេក3ស្និតអំពៅ3បាច់
ពេលទៅដល់ព្រះទីនាងស្ទុះមករកហាក់ដូចជាប្រុងនឹងព្រិចតែបែរទៅជាក្រាបថ្វាយបង្គំដោយអំណាចតេជះបុណ្យបារមីឧទែននិយាយទូមានប្រដៅថាទីនាងឯងតាំងពីនេះទៅលះបង់មាយាទអាក្រក់ចេញទៅត្រូវធ្វើឲ្យស្លូតបូតដូចដើមវិញឲ្យចេកនឹងអំពៅស៊ីរួចនិយាយថាឯងទៅមើលតាមយើងថាតែប៉ុណ្ណេះស្រាប់តែដំរីតាមទៅដោយស្រួលឥតបាច់ចាប់ចងអ្វីឡើយដូចជាចាស់យូរមកហើយចាប់តាំងពីពេលនោះមកចាប់តាំងពីថ្ងៃនោះដែលទៅយកព្រះទីនាងមកព្រះចៅសៀមទ្រង់ប្រទានរង្វាន់ឲ្យកុមារឧទែននិងប្រទានការងារជ័យអស្ចារ្យនិងសេនាខាងទ័ពដំរីនិងខាងតាក់ដំរីព្រៃពួកអ្នករាជការទទួលស្គាល់ខ្លាចអំណាចកុមារឧទែនជាអ្នកមុះមុជស្ទាត់ជំនាញខាងមរដំរីសូម្បីតែពេលចេញទៅតាក់ដំរីម្ដងមិនចាំមានគ្នាច្រើនប៉ុន្មានក៏ទៅបានដែរហាក់ដូចជាហៅមកបានព្រះចៅទ្រង់ពេញនឹងទុកព្រះហត្រីលើជ័យអស្ចារ្យប្រហែលគ្នានឹងព្រះជាបុត្ររបស់ព្រះអង្គលុះដល់16ឆ្នាំជ័យអស្ចារ្យកុមារឧទែនក៏គិតរេះរកមធ្យោបាយនឹងដោះខ្លួនចេញពីកណ្ដាប់ដៃសៀមហើយទៅនៅស្រុកខ្មែរសោយរាជស្នងព្រះបិតានឹងនាំយកមនុស្សអំពីស្រុកសៀមទៅខ្មែរវិញទាំងអស់ព្រមទាំងទ្រព្យសម្បត្តិនិងវិញ្ញាណសិក្សារហិតទៅឲ្យអស់ពីស្រុកសៀមឲ្យបានសម្រេចដោយសេចក្តីបំណងទើបដើរនយោបាយចាត់មនុស្ស15នាក់ដែលជាមនុស្សទុកចិត្តសាសនាដូចជាបងប្អូនបង្កើតធ្វើជានឹងឈើទើដំរីជាច្រត់អាចដំរីញាត់ឲ្យណែនទុកឲ្យស្ងួតចាត់រាសតាមស្ទឹងឬផ្លូវយកឈើជើងដំរីដើរសង្កត់ជាដានដូចជាដំរីដើរមែនដើម្បីឲ្យអ្នកស្រុកឃើញហើយនាំព័ត៌មាននោះក្រាបទូលថ្វាយព្រះចៅសៀមនិងទ្រង់ចាត់ឲ្យសេនាដ៏អស្ចារ្យខ្លួនទៅតាមទាន់មិនខានម្យ៉ាងទៀតដើម្បីឲ្យពេលដែលព្រះចៅចាត់ឲ្យទៅជឿជាក់លើជាដំរីពិតមែនចំណែកអ្នកស្រុកលុះឃើញដានជើងដំរីនឹងអាចធំបណ្ដែតតាមទឹកដូច្នេះក៏នាំគ្នាទៅក្រាបទូលព្រះចៅសៀមទ្រង់ប្រើជ័យអស្ចារ្យឲ្យទៅតាមតាក់ដំរីដែលមានដានជើងធំនោះជ័យអស្ចារ្យក្រាបទូលថាទូលព្រះបិតាប្រោះបើទ្រង់សពព្រះតីចង់បានដំរីធំបែបនោះមែនលុះមានតែគ្នាច្រើននិងដំរីធ្នាក់ក៏ច្រើនហើយឲ្យមនុស្សដែលទៅជាមួយទូព្រះបង្គំទាំងប៉ុន្មានស្គាល់បង្គាប់ទូបង្គំទើបធ្វើការនោះបានពេលចេញទៅសូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យមានជោគជ័យព្រះចៅសៀមទ្រង់អនុញ្ញាតឲ្យតាមសំណូមពរប្រគល់កិច្ចការនោះឲ្យជ័យអស្ចារ្យតាមត្រូវធ្វើការបែបណាស្រេចទៅលើជ័យអស្ចារ្យចោះលុះរៀបធ្វើពិធីរួចព្រះចៅសៀមប្រទានព្រះខ័នដាវអញ្ញាសឹកឲ្យអំណាចពេញបើឈ្មោះណាមិនស្ដាប់បង្គាប់ត្រូវសម្លាប់ចោលលុះចេញទៅបាន15ថ្ងៃដល់ពាក់កណ្ដាលផ្លូវមកដល់ស្រុកខ្មែរជ័យអស្ចារ្យកុមារឧទែនធ្វើសារទៅក្រាបទូលព្រះចៅសៀមថាសូមទ្រង់មេត្តាប្រោះទូលបង្គំជាខ្ញុំតាមតាក់ដំរីនោះកាន់តែឃើញដានគៀកហើយតែអស់ស្បៀងសូមព្រះអង្គមេត្តាប្រោះប្រទានបញ្ជូនឲ្យឆាប់ដើម្បីនឹងធ្វើការឲ្យបានសម្រេចដូចបំណងព្រះចៅសៀមទ្រង់មានប្រទានតាមសេចក្តីសុំដោយរុះរាន់ដោយបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីខាតបង់ព្រះរាជទ្រព្យឬសង្ស័យដោយហេតុណាមួយឡើយជ័យអស្ចារ្យកុមារឧទែនបានទទួលស្បៀងបន្ថែមពីព្រះចៅសៀមក៏បន្តដំណើរទៀតមួយចំនួន5ថ្ងៃក្រោយមកក៏មកដល់ស្រុកបាត់ដំបងដែលជាទឹកដីខ្មែរដល់ស្រុកជិតឆ្ងាយគ្រប់តំបន់ចូលថ្វាយខ្លួនជាពលសេនា
ព្រមទាំងមានសេនាចាស់ម្នាក់ធ្លាប់បម្រើព្រះបិតាឈ្មោះមឿងនិងកូន4នាក់បានមកថ្វាយខ្លួនក៏មានមនុស្សច្រើនល្មមទល់នឹងព្រះចៅសៀមបានព្រះជ័យអស្ចារ្យឬកុមារអូតេនបានសរសេរសម្បត្តិចងនឹងកដំរីប្រើឲ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែររួចចងកោជំទាវប៉ាប៉ៃទៅជាមួយម្ដាយមេដំរីក៏ទៅដល់កន្លែងម្ដាយពេញពាក់កណ្ដាលអាត្រៀតមេដំរីក៏ទម្លាក់បំពង់3ដងម្ដាយភ្ញាក់នឹកស្មានថាកូនមកវិញក៏អុចភ្លើងអំភ្លឺមើលតែមិនឃើញកូនឃើញតែសម្បត្តិមើលនឹងសេចក្តីសពគ្រប់ហើយរៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ខំសោតឲ្យជួបនឹងកូននៅស្រុកបាត់ដំបងទើបជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងខ្លួនថាខ្លួននឹងហើយជាព្រះរាជបុត្ររបស់ព្រះច័ន្ទរាជាគង់នៅបន្ទាយលោកវែកឥឡូវនេះវើមកក្រងរាជស្នងព្រះមេដារឿងនេះបានជ្រាបដល់ព្រះចៅសៀមទ្រង់បានខឹងជាខ្លាំងណាស់នឹងតូចព្រះហត្ថីក្រៃលែងទ្រង់បានប្រជុំពួកសេនាមកប្រាប់ថាកុមារអូតេនជ័យអស្ចារ្យប្រើឧបាយកលបោកប្រាស់យកព្រះខ័នដើរញ៉ាសឹកព្រមទាំងទ្របញាតគ្រប់បែបយ៉ាងរត់ទៅស្រុកខ្មែរហេតុនេះត្រូវលើកកងទ័ពតាមទៅយកដណ្ដើមមកវិញឲ្យបានហើយនឹងចាប់កុមារអូតេនហៅថាជ័យអស្ចារ្យនោះសម្រាប់ឲ្យផុតពូជព្រះរាជាព្រមទាំងពួករាជការទាំងអស់ប៉ុន្មានកុំឲ្យសល់ជ័យអស្ចារ្យបានលើកដំណឹងថាព្រះចៅសៀមលើកទ័ពតាមដូច្នេះទ្រង់ក៏ជំនុំនឹងសេនាធិបតីឥឡូវពេលសេនាយើងនឹងគ្រឿងសម្ភារៈវុធរបស់យើងពុំបរិបូរណ៍ដើរអ្នករាល់គ្នារកឧបាយកលបែបណាឲ្យជ័យជំនះនេះពេលនេះសេនាទាំងអស់មិនមានអ្នកណាហ៊ានឆ្លើយតបអះអាងសោះមានតែសេនាមឿងធានាអះអាងនឹងតបទៅព្រះចៅសៀមដោយប្រាឧបាយកលមួយចម្លែកគឺបដូរជីវិតដើម្បីទៅកើនតបខ្មោចដើម្បីច្បាំងជាមួយចៅសៀមទើបបង្គាប់ឲ្យជីករណ្ដៅ4ម៉ែត្រ4ជ្រុងជម្រៅ4ម៉ែត្ររួចឲ្យដាក់គ្រឿងសម្ភារវុធរណ្ដៅនោះដើម្បីលោតទៅចូលឲ្យស្លាប់ក្នុងរណ្ដៅនោះមុននឹងលោតសម្រាប់ខ្លួននោះសេនាមឿងបង្គាប់ឲ្យពួកប្រជាពលរដ្ឋទាំងអស់មកស្ដាប់ពាក្យអូវាទប្រកាសថាសូមឲ្យអ្នកទាំងអស់គ្នាខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងច្បាំងនេះដើម្បីដោះដែនដីខ្មែរឲ្យបានរួចកណ្ដាប់ដៃពីសៀមចំណែកខ្ញុំធានាខាងតបខ្មោចសូមអស់លោកសង្ឃឹមទុកចោះបើខ្ញុំស្លាប់បាន7ថ្ងៃឬសូរសន្ធឹកហូរកញ្ជៀវបើដូចជាសំឡេងផ្គរលាន់យើងនឹងមានជ័យជំនះហើយលុះផ្ដាំរួចក៏លោតចូលក្នុងរណ្ដៅព្រឹបប្រពន្ធឃើញប្តីលោតដូច្នេះក៏លោតទៅជាមួយនឹងព្រមទាំងកូនប្រុស2នាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃគម្រប់7ថ្ងៃលាន់សូរសន្ធឹកដូចការផ្ដាំមែនសៀមក៏ចូលបន្ទាប់ដល់បាត់ដំបងឆ្លងចូលមកដល់អូមួយសពថ្ងៃហៅថាអូស្វាយដូនកែវជួនគ្នានឹងជ័យអស្ចារ្យតបខ្មោចពេញសម្ដាញ់រិទ្ធធ្វើឲ្យពេលនោះសៀមវល់មុខចុកពោះចុកអួតរៀងខ្លួនតបកុមារអូតេនចូលមកកាន់កាប់សម្លាប់កងទ័ពសៀមទប់ទល់ឲ្យអស់ធ្វើសារទៅក្រាបបន្ទូលថ្វាយព្រះចៅសៀមដំណើរសពគ្រប់ព្រះចៅទ្រង់ជ្រាបក៏ដកថយទៅស្រុកសៀមវិញចំណែកពួកកងទ័ពកុមារអូតេនជ័យអស្ចារ្យនាំគ្នាត្រឡប់មកបន្ទាយវិញសពថ្ងៃគេហៅថាបន្ទាយជ័យចាប់ពីពេលនោះមកព្រះជ័យអស្ចារ្យទទួលជាសេកសោយរាជនិងទទួលនាមជ័យជេស្តាព្រះចៅក្រុងកម្ពុជាធិបតីគង់នៅបន្ទាយជ័យលុះព្រះអង្គបានឡើងសោយរាជជាសម្បត្តិសុខសាន្តហើយទ្រង់នឹកឃើញដល់សេនាមឿងដែលបដូរជីវិតចំពោះព្រះអង្គនិងចំពោះទឹកដីខ្មែរទ្រង់ក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសដល់ដួងវិញ្ញាណ
សេនាមឿងយ៉ាងអស្ចារ្យជាប់ជាទំនៀមទម្លាប់ដល់សប្តាហ៍ថ្ងៃនេះហៅថាធ្វើបន់ឡើងអ្នកតាឃ្លាំងមឿងទៅវិញបាទរឿងនេះដកស្រង់ពីប្រវត្តិសាស្ត្រខ្មែរបាទហ្នឹងហើយជាសភៅនិទានខ្មែរយើងបាទហ្នឹងហើយសូមអរគុណច្រើនរកការតាមដានស្ដាប់បាទជារឿងប្រវត្តិសាស្ត្រយើងបាទណាអរគុណច្រើនជំរាបលា